なんで人のこと探ったりするの気持ち悪いជួបគ្នាដែរជាមួយនឹងពាក្យបន្តនៃការស្រាយរឿងរាជនីកំផែងតកនឹងអញ្ចឹងវីដេអូមុនហ្នឹងយើងបានបកស្រាយហើយអញ្ចឹងវីដេអូនេះគឺយើងបន្តតែម្ដងទៅដែលផ្ដើមនៅភាគថ្មីនេះរឿងបានរំលឹកពីប្រវត្តិសិក្សារបស់ Mickey នៅអនុវិទ្យាល័យដែលសិស្សស្រីផ្សេងៗហ្នឹងតែងតែនិយាយអាក្រក់ពីនាងពីក្រោយខ្នងហើយនាងក៏ខំរៀនគួរដើម្បីអាចប្រឡងជាប់ចូលទៅវិទ្យាល័យដែលពិបាកដើម្បីគេចផុតពីពន្ធនិយាយដើមគេក្រោយខ្នងហ្នឹងតែពេលនាងជាប់បានចូលរៀនហ្នឹងបរិយាកាសក្នុងថ្នាក់ហ្នឹងគឺថ្មីស្រឡាងព្រោះថានាងមិនស្គាល់នរណាម្នាក់សោះឡើយហើយបើទៅនិយាយរាក់ទាក់គេមុនពេលខ្លះគេល្អមុខជើងតែក្រោយខ្នងហ្នឹងនិយាយដើមឈ្ងុយក្នុងពេលហ្នឹងមីណាតូក៏បានមកនិយាយជាមួយនាងអញ្ចឹងបកមកបច្ចុប្បន្នវិញដែល4នាក់គេហ្នឹងកំពុងសិក្សាជុំគ្នាពេលហ្នឹងមីណាតូក៏ប្រាប់មីគីថាគេបាយសង្សារហើយអញ្ចឹងមីគីហ្នឹងក៏ដេញដោលសួរពីមូលហេតុតាក់ទងនឹងរឿងឯកជនអញ្ចឹងខូយូនហ្នឹងមិនដឹងថាកូននៅស្ដាប់ឬក៏យ៉ាងម៉េចនោះទេអញ្ចឹងមីណាតូហ្នឹងក៏អូខូយូនចូលការសន្ទនានឹងដែរដែលការបែកគ្នានេះមីណាតូអត់មានខឹងអីបន្តិចទេព្រោះគេគិតថាមានមនុស្សម្នាក់បានស្រឡាញ់គេទោះក្នុងពេលដ៏ខ្លីមួយក៏ដោយតែគេនឹងក៏រៀងខូចចិត្តតិចដែរនៅចង់ឲ្យខូយូននឹងជួយលួងលោមតែដល់គេអោនមុខទៅចិត្តនាងពេកមីគីនឹងក៏ចាប់ក្បាលគេច្បាច់យកតែម្ដងខូយូនក៏ចាប់អារម្មណ៍ទៅលើទឹកមុខរបស់មីគីហើយពេលហ្នឹងមីគីនឹងក៏សួរយូតាឲ្យជួយបង្រៀននាងតែយូតានឹងក៏វាដៃជ្រុះកាបូបបិចអញ្ចឹងគេក៏រើសវាឡើងវិញទៅដែលដូចពេលយូតានឹងធ្វើជ្រុះលុយពេលមីគីទៅចិត្តគេផងដែរខូយូននឹងក៏អស់សំណើចដែលធ្វើឲ្យមីណាតូនឹងចាប់អារម្មណ៍ថានាងក៏ចេះសើចដូចគេដូចឯងដែរក្រោយមកពួកគេក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនអញ្ចឹងមីគីនឹងក៏បបួលខូយូនទៅញ៉ាំដលងបំពងអញ្ចឹងទៅសម្រាប់យូតានឹងក៏យកហតដកមកដើម្បីហូបជំនួសបាយឃើញអញ្ចឹងមីណាតូនឹងក៏ហៅគេទៅផ្ទះបាយខ្លួនតែយូតានឹងមិនទៅទេពេលនៅម្នាក់ឯងមីណាតូក៏គិតពីខូយូនដែលខ្លាចនាងនឹងលងស្រឡាញ់យូតាខាងស្រីវិញមីគីក៏បានសួរខូយូននឹងស្គាល់មីណាតូយូរនៅតែនាងនឹងទៅតែបាននិយាយជាមួយគេនោះទេហើយជួនដំបូងនឹងគឺនៅចដាលអញ្ចឹងមីគីក៏សួរថាពីអ្នកគេនឹងនិយាយអីខ្លះតែខូយូនមិនចាំនោះទេហើយបើមើលតាមទឹកមុខរបស់មីគីខូយូននឹងក៏ចាប់ផ្ដើមសង្ស័យថាមីគីនឹងមានចិត្តទៅលើមីណាតូនៅថ្ងៃបន្ទាប់ខូយូននឹងក៏បានដេកជ្រុលហើយពេលដើរទៅសាលានឹងសិស្សជាច្រើននឹងបានដើរពេញនឹងដែលធ្វើឲ្យនាងនឹងមិនសូវសនុកក្នុងចិត្តប្រហែលទេព្រោះនាងចង់ដើរលើផ្លូវមួយតែម្នាក់ឯងស្ងប់ស្ងាត់ល្អហើយពេលកំពុងគិតស្លងនឹងមីណាតូក៏បានដើរជិតនាងហើយក៏ចាប់ផ្ដើមនិយាយជាមួយនាងទៅមីណាតូក៏ចាប់ផ្ដើមគិតពីរឿងដែលត្រូវនិយាយជាមួយនាងអញ្ចឹងគេក៏សួរនាងមានស្គាល់អ៊ីហ្គារ៉ាស៊ីអត់ឮឈ្មោះនឹងនាងក៏នឹកឃើញបរិសម្នាក់ដែលតែងថានាងទៀបហើយដើរបុកនឹងហើយមីណាតូស្គាល់គេដោយសារក្លឹបបាល់ទាត់របស់គេនឹងបានចាប់គ្នាលេងជាមួយសាលារបស់អ៊ីហ្គារ៉ាស៊ីខូយូននឹងក៏ប្រាប់ថានាងមិនបានពាក់ព័ន្ធអ្វីជាមួយនឹងម្នាក់នឹងទេតែចៃដន្យនេះអាមួយហ្នឹងគឺនឹងមកសាលានេះនៅថ្ងៃចុងក្រោយនៃការប្រឡងដើម្បីមកលេងបាល់ជុំគ្នាខូយូនក៏រៀបកម្រងចង់ចេញពីសាលាឲ្យបានមុនហើយដល់គិតថាមីណាតូស្គាល់អប៉ែតហ្នឹងធ្វើឲ្យនាងនឹងចាប់ផ្ដើមសាងសង់ជញ្ជាំងតកកខណ្ឌចែករវាងនាងនិងមីណាតូព្រោះនាងមិនចង់ពាក់ព័ន្ធជាមួយមនុស្សដែលនៅសាលាចាស់នោះទេពេលហ្នឹងមីណាតូក៏បាននិយាយរឿងវិញ្ញាសាប្រឡងឆ្នាំទៅដែលអាចនឹងចេញក្នុងឆ្នាំនេះដែរដែលគេនឹងយកវាមកពេលរៀនជុំគ្នាខូយូនគិតក្នុងចិត្តថាមីគីនឹងអាចនឹងមានចិត្តទៅលើមីណាតូតែទាំងមីណាតូនឹងអាចនឹងស្គាល់អ៊ីហ្គារ៉ាស៊ីទៀតចឹងនាងចង់រក្សាគម្លាតជាមួយមីណាតូសម្រាប់មីគីនាងបាននឹកដល់ពេលវេលាដែលនាងមីណាតូនិងយូតានឹងដើរជាមួយគ្នាហើយក្នុងពេលហ្នឹងខូយូននឹងក៏បានមកដល់ការិយាល័យរបស់គ្រូដើម្បីសួរមេរៀនខ្លះណាមួយនៅនឹងមានម៉ាស៊ីនកម្ដៅតែគ្រូចង់ឲ្យនាងប្រើពេលវេលាជាមួយនឹងសិស្សដូចគ្នានៅម៉ោងបាយនេះវិញអញ្ចឹងខូយូននឹងក៏ដើរទៅបន្ទប់របស់ពេទ្យសាលាទៅពេលហ្នឹងគ្រូប្រុសម្នាក់ប្រាប់ឲ្យគ្រូស្រីនឹងកុំបង្ខំការគិតបំណងល្អរបស់នាងទៅលើអ្នកផ្សេងពេកដែលវាអាចនឹងធ្វើឲ្យអ្នកដទៃនេះឈឺចាប់ក្រោយមកខូយូនក៏បានដើរមកយកសភៅនឹងជក់តែក្រុមរបស់មីណាតូនឹងក៏បានដើរកាត់នឹងដែរខូយូនក៏នឹកឃើញការដែលនាងជួបគេហើយអត់ហៅអញ្ចឹងនាងក៏មានបំណងចង់ហៅគេតែមីណាតូនឹងឡោមប៉ុតឲ្យមិត្តរបស់គេអញ្ចឹងនាងមិនដឹងហៅយ៉ាងម៉េចនោះទេនាងក៏ចាប់ផ្ដើមដកថយតែមីណាតូនឹងក៏បានងាកមកឃើញនាងតែម្ដងអញ្ចឹងនាងក៏លើកដៃសួរស្ដីមីណាតូក៏បានលើកដៃសួរស្ដីវិញមកតំហឹងធ្វើឲ្យមិត្តគេនឹងបកមើលនាងគ្រប់គ្នាអញ្ចឹងមីណាតូក៏បានដើរមករកនាងតែម្ដងហើយក៏សុំលេខទំនាក់ទំនងមួយទៅនាងក៏បានឲ្យទៅគេទៅហើយពេលហ្នឹងមីគីនឹងក៏បានដើរកាត់នឹងដូចគ្នាដោយខ្លាចមីគីយល់ច្រឡំខូយូននឹងក៏ចាក់ចេញមីណាតូក៏ចាប់ផ្ដើមពិចារណាទៀតហើយដែលមនុស្សដែលខូយូនចូលចិត្តនាងបង្ហាញអាកប្បកិរិយារាក់ទាក់បែបផ្សេងអញ្ចឹងទៅហើយអ្នកដតីដែលនាងមិនចង់និយាយរហ្នឹងគឺនាងតែងតែដើរកិច្ចហើយអ្នកដតីនេះគឺជាមីណាតូនឹងឯងមិត្តគេក៏មកសរសើរមីណាតូដែលព្យាយាមនិយាយជាមួយរាជនីអញ្ចឹងក៏ដល់ម៉ោងគេរៀនជុំគ្នាមីណាតូនឹងក៏យកវិញ្ញាសាឆ្នាំមុនមកឲ្យគ្នាគេមើលហើយ3នាក់ហ្នឹងក៏បាននិយាយគ្នាពីជីវិតសិក្សាកាលពីមុនស្របពេលដែលខូយូនហ្នឹងអត់ខ្វល់ទេអង្គុយធ្វើមេរៀនធម្មតាព្រោះថានាងចង់ធ្វើរឿងខ្លះដើម្បីបំភ្លេចពីអ្វីដែលកើតឡើងក្នុងថ្ងៃនេះក្នុងពេលហ្នឹងមីណាតូក៏សួរខូយូននឹងមានសង្សារនៅខូយូនក៏បានគិតដល់ណាដល់ណីដែលគិតថាអ៊ីហ្គារ៉ាស៊ីហ្នឹងពឹងមីណាតូតាមដានជីវិតនាងយូតាក៏បានហាមគេកុំចង់តាមញ៉ែខូយូនក៏ដឹងខ្លួនថានាងបានគិតខុសតែពេលហ្នឹងនាងក៏បាននឹកឃើញដល់មីគីហើយកលេចមើលទៅមុខនាងទៅនាងមិនដឹងថាមីគីនឹងកំពុងគិតអ្វីឡើយអញ្ចឹងមីគីក៏អូមីណាតូទៅទិញភេសជ្ជៈជាមួយនាងពេលចុះទៅហ្នឹងមីគីក៏នឹកឃើញការពីមុនដែលមីណាតូហ្នឹងតែងតែនិយាយជាមួយមនុស្សណាដែលមើលទៅដូចជាឯកាយូតាក៏បានប្រាប់នាងថាមីណាតូធ្វើអញ្ចឹងដោយសារតែគេហ្នឹងអាណិតពួកហ្នឹងអញ្ចឹងមីគីក៏សួរមីណាតូគិតយ៉ាងម៉េចទៅលើខូយូនអញ្ចឹងមីណាតូក៏ប្រាប់ថាគេតែងតែឃើញនាងដើរម្នាក់ឯងធ្វើឲ្យគេហ្នឹងមានអារម្មណ៍ថាអាណិតដែលនោះគឺជាអ្វីដែលមីណាតូតែ
តែតែធ្វើកន្លងមកពេលដែលឃើញអ្នកណានៅឯកាម្នាក់ឯងដែលមីណាតូនឹងបិទផ្លាកអាណិតចំកណ្ដាលមុខអ្នកនឹងតែម្ដងចឹងនាងមិនចង់ឲ្យមីណាតូធ្វើចឹងដាក់ទៅលើខូយូននោះទេតែពីអាណិតនោះគឺមីណាតូមានពេលដែលជួបដំបងតែប៉ុណ្ណោះហើយពេលនេះគេនិយាយរកខូយូនក្នុងគោលបំណងផ្សេងមីគីក៏បានប្រាប់គេវិញថាមីណាតូមិនមែនជាថៃបរបស់ខូយូននោះទេតែមីណាតូមិនបានមានន័យចឹងឡើយទោះជាយ៉ាងណាមីគីនៅតែហាមគេកុំឲ្យរាប់អានខូយូនជាមួយនឹងហេតុផលដ៏ចម្លែកបែបនេះព្រោះមីគីមិនចង់ធ្វើឲ្យខូយូនឈឺចាប់ទៀតនោះទេមីណាតូក៏ចម្លែកចិត្តព្រោះមីគីក៏តែនិយាយថាមិនចង់ឲ្យខូយូនឈឺចាប់ទៀតមិនត្រូវពេលនោះមីណាតូក៏ចាប់អារម្មណ៍ថាឈ្មោះរបស់ខូយូននោះដូចជាធ្លាប់ឃើញក្នុងក្លឹបបាល់បោះហើយស្របពេលនឹងដែរខូយូននិងយូតានឹងកំពុងតែវាស់ដៃគ្នាតែដៃយូតានឹងធំដូចអ្នកវាយស៊ូម៉ូអញ្ចឹងខុសពីដៃនាងតូចចាប់បាល់បោះនឹងមិនដែលជាប់នោះទេយូតាឬដល់បាល់បោះគេក៏ចាប់អារម្មណ៍ដូចគ្នាបកមកមីគីវិញមីណាតូក៏បានសំទោសដែលធ្វើឲ្យនាងមានអារម្មណ៍ថាការដែលគេទៅនិយាយជាមួយនាងដំបូងហ្នឹងគឺមកពីអាណិតតែពីមុនហ្នឹងវាជាអារម្មណ៍នោះពិតមែនតែពេលនេះពីរនាក់គេបានខ្លាចទៅជាមិត្តហើយអញ្ចឹងមីណាតូមិនដែលគិតនាងក្នុងផ្លូវហ្នឹងទៀតទេអញ្ចឹងមីគីក៏ហូរទឹកភ្នែកហ្មងទៅហើយមីណាតូក៏យកដៃអាក៏ក្រិចហ្នឹងមកជូតទឹកភ្នែកឲ្យនាង大丈夫そんな綺麗じゃないからហើយសម្រាប់អ្នកចាំទឹកផឹកនេះគឺចាំរាប់ម៉ោងពេលហ្នឹងគេក៏បានមកវិញជាមួយនឹងទឹកសណ្តែកក្រហមទាំងអស់យោតានិងខូយូនហ្នឹងឃើញភ្នែកមីគីក្រហមក៏គិតថាមានរឿងអ្វីកើតឡើងទៅលើពីរនាក់ហ្នឹងហើយអញ្ចឹងពេលជារទេះភ្លើងមកវិញខូយូនក៏សួរមីគីតែរឿងច្រើនពេកមីគីមិនដឹងថាប្រាប់ខូយូនរឿងមួយណាមួយណីទេអញ្ចឹងនាងក៏លើករឿងមីណាតូធ្វើឲ្យខូយូនហ្នឹងទិញទឹកការីខុសហ្មងទៅពេលដែលនិយាយនេះចំណេះដឹងដែលនាងរៀនទាំងប្រមាណក៏បានហោះចេញពីខួរក្បាលអស់ចឹងថ្ងៃទី1នៃការប្រឡងក៏បានចាប់ផ្ដើមហើយពួកគេក៏អាចធ្វើវាបានដល់ថ្ងៃទី2ក៏ធ្វើបានដូចគ្នាពេលចេញទៅផ្ទះហ្នឹងមីគីក៏បបួលខូយូននិងយូតាទៅញ៉ាំអីសិនហើយយូតាហ្នឹងក៏បានចេញមកជួបនឹងខូយូនមុនស្របពេលដែលមីគីបានមករកយូតាដល់ថ្នាក់ចឹងមីណាតូក៏បានសួរថានាងមករកយូតាហ្នឹងមានការអីនាងក៏បានប្រាប់ថានាងបបួលពួកគេទៅញ៉ាំអីតែនាងបានមកបិទមីណាតូទៅហើយចឹង4នាក់គេហ្នឹងក៏ទៅជាមួយគ្នាហើយមីណាតូក៏ចាប់ផ្ដើមនិយាយជាមួយនឹងខូយូនតែមីគីហ្នឹងក៏សម្លាប់មីណាតូមកទំហឹងព្រោះគិតថាគេនិយាយជាមួយខូយូនដោយសារអាណិតចឹងមីណាតូក៏បន្តសួរពេលទំនេរនាងចូលចិត្តធ្វើអីតែខូយូនហ្នឹងមិនដឹងត្រូវប្រាប់យ៉ាងម៉េចនោះទេព្រោះអ្វីដែលនាងធ្វើការពីមុនហ្នឹងគេគ្រប់គ្នាតែងតែរិះគន់នាងចេះនាងចោះធ្វើអីក៏គេមើលងាយដែរចឹងនាងក៏មិនប្រាប់វិញមីគីក៏ជំទាវថាខូយូនហ្នឹងជាប់ដើរលេងជាមួយនាងទៅពេលគិតលុយមីគីក៏មិនស្ដីឲ្យមីណាតូតែគេធ្វើនេះដោយសារតែគេនិយាយគ្នាតែ3នាក់អាចធ្វើឲ្យខូយូនហ្នឹងអបសក់សម្រាប់ខូយូនបរិយាកាសបែបនេះនាងមិនចូលចិត្តនោះទេណាមួយនាងគិតថាគេអាចនឹងខ្លាចនាងពេលដែលនាងបញ្ចេញចរិតពិតហើយនាងស្អប់បំផុតអ្នកដែលមិនចូលចិត្តនាងព្រោះនាងមិនចង់ស្អប់ខ្លួនឯងលើសពីនឹងទៀតទេចឹងដែរការប្រឡងថ្ងៃចុងក្រោយក៏បានបញ្ចប់ហើយថ្នាក់មីគីហ្នឹងក៏ធ្វើការជប់លៀងដោយដែលបានសន្យាចំណែកខូយូនវិញនាងកំពុងឆ្អល់ពោះមិនស្រួលខ្លួនចឹងនាងក៏មករកពេទ្យសាលាហើយក៏សម្រាប់នៅបន្ទប់ពេទ្យសិនទៅរូបភាពក៏បានកាន់មកអ៊ីហ្គារ៉ាស៊ីដែលគេមកសាលារបស់ខូយូនហើយក៏ជួបនឹងមីគីអ៊ីហ្គារ៉ាស៊ីឃើញថាមីគីនឹងប្រែប្រួល360ដឺក្រេដែលកាលពីមុនដូចស្វាឪចឹងហើយគេក៏សួរមិនបាននាងមករៀនសាលាអីឆ្ងាយពីផ្ទះម្លេះមីគីឮចឹងគិតថាគេមិនទាន់ដឹងខូយូនរៀននៅនឹងទេចំណែកខូយូនវិញបានដេកជ្រោក្នុងបន្ទប់ពេទ្យហ្នឹងពេលនាងទាញវាំងននមកអួចនាងក៏ឃើញអ៊ីហ្គារ៉ាស៊ីនិងមីណាតូនឹងកំពុងនិយាយជាមួយគ្នាតាក់ទងនឹងរឿងមីគីពេលហ្នឹងពេទ្យសាលាក៏បានមកដល់នឹងឲ្យខូយូននឹងត្រឡប់ទៅផ្ទះវិញចឹងនាងក៏ចាក់ចេញតាមបញ្ញាប់តែក៏បារម្ភខ្លាចមីណាតូនិយាយរឿងនាងជាមួយនឹងអ៊ីហ្គារ៉ាស៊ីផងដែរហើយមីណាតូនឹងក៏បាននិយាយមែននៅព្រឹកបន្ទាប់មីណាតូក៏បានមកជួបនឹងខូយូនចឹងគេក៏និយាយពីអ៊ីហ្គារ៉ាស៊ីនិងបានសួរនាងពីគេផងដែរខូយូនក៏ចាប់ផ្ដើមបញ្ចូលចិត្តមីណាតូដែលព្យាយាមជីកសួររឿងគេដោយមិនមានការពិចារណាឃើញទឹកមុខរបស់ខូយូនអត់ល្អមីណាតូក៏ប្រឹងបដូររឿងនិយាយផ្សេងវិញតែខូយូនសង្ស័យថាអ៊ីហ្គារ៉ាស៊ីនឹងប្រកាសជានិយាយអ្វីប្រាប់ទៅមីណាតូដែលជារឿងអាស្រូវដែលសិស្សចាស់នោះតែងតែនិយាយដើមនាងចឹងខូយូនក៏ចាប់ផ្ដើមមួម៉ៅនិងលែងចង់ឲ្យនរណាចូលមកក្នុងជីវិតនាងទៀតហើយហើយនេះនាងក៏ថាស្អប់មីណាតូហើយរឿងក៏បញ្ចប់ត្រឹមហ្នឹងចាំតាមដាននៅភាគក្រោយ Bye Please, sir, I want some more.